ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនាំមកដល់បងប្អូនមកឆាក្តាមរសជាតិប្រៃផ្អែមគ្រឿងផ្សំមានក្តាមខ្ញុំបេះហើយលាងទឹកស្អាតហើយស្លឹកខ្ទឹមគល់ខ្ទឹមហើយនេះគឺខ្លាញ់ក្តាមហើយខ្ញុំដាក់ពងទា2គ្រាប់ហើយគ្រឿងដែលមិនអាចខ្វះបានគឺទឹកឆានឹងឆាក្តាមគឺខ្ញុំមកគោះពងទាសិនបងប្អូនបើសិនជាបងប្អូនអត់ចង់គោះក៏បានដែរប៉ុន្តែខ្ញុំគោះអញ្ចឹងហើយខ្ញុំវាយឲ្យហើយទៅស្រួលក្នុងការឆាអញ្ចឹងណាបងប្អូនហើយខ្ញុំបានដាក់ទឹកចំនួនកន្លះពងទាហ្នឹងណាហើយខ្ញុំបានដាក់គ្រឿងអីទេពងទាហ្នឹងគឺខ្ញុំធ្វើសាបណាព្រោះអីខ្ញុំចាំដាក់គ្រឿងជាមួយឆាក្តាមបងប្អូនឆាជាមួយក្តាមសមុទ្រក៏បានឬក្តាមស្រែយើងក៏បានដែរហ្នឹងអាស្រ័យលើយើងតាមការចូលចិត្តរបស់យើងណាឥឡូវខ្ញុំបានពងខ្ទឹមក្រហមហើយខ្ញុំក៏បានដាក់ក្តាមឆាតែម្ដងឆាហ្នឹងឆាតក្តាមឆ្អិនណាបងប្អូនឆាតក្តាមឆ្អិនខ្ញុំដាក់ខ្លាញ់ហើយវីដេអូគឺខ្ញុំកាត់រឿងលឿនទេណាបងប្អូនអូពេញនេះរៀងយូរដែរបងប្អូនអើយនេះខ្ញុំកាត់លឿនហើយខ្ញុំកាត់ចោលយូរហើយខ្ញុំខាឲ្យលឿនហើយខ្ញុំក៏បានដាក់ខ្លាញ់ក្តាមនឹងឆាទុកឲ្យវាឆ្អិនសិនណាឆាទុកឲ្យវាឆ្អិនសិនបើខ្ញុំដាក់ទឹកឆាតាមក្រោយគាត់មុនដំបូងថាខ្លាញ់ក្តាមខ្ញុំទុកអាំងទៀតបងប្អូនប៉ុន្តែអាខ្លាញ់ក្តាមម្សិលមិញខ្ញុំអាំងឲ្យហូបអត់ទាន់អស់ម្ល៉េះហើយទៅខ្ញុំក៏ដាក់ឆាជាមួយក្តាមហ្មងទៅហើយអាំងហ្នឹងខ្ញុំហូបតែឯងកូនក៏អត់ចេះញ៉ាំទេឥឡូវខ្ញុំក៏បានដាក់ទឹកឆាខ្ញុំដាក់ទឹកឆាចំនួន2វែកស្ទើអាវែកទី1ពេញអាវែកទី2ហ្នឹងប្រហែលជាកន្លះវែកឯងបងប្អូនព្រោះអីខ្ញុំឆាដាក់ទឹកឆាល្មមសិនបើសិនជាខ្វះអីខ្ញុំថែមតាមនឹងទៀតណាហើយសម្រាប់ការឆាហ្នឹងគឺខ្ញុំថែមទឹកបងប្អូនខ្ញុំអត់យកគោកទេព្រោះអីបើសិនយកខ្ញុំថែមទឹកទៅខ្ញុំបានហើយពេលដែលយើងឆាពងទាទៅធ្វើឲ្យវារៀងប៉ែឆ្ងាញ់ហើយម្យ៉ាងទៀតបានកូនខ្ញុំក៏លេបបាយញ៉ាំផងបើសិនបងប្អូនអត់ចង់ថែមទឹកទេក៏បានដែរអានឹងអាស្រ័យលើបងប្អូនទេតែបងប្អូនចង់ថែមទឹកក៏បានមិនថែមក៏បានដែរតែបើខ្ញុំឆាអញ្ចឹងទៅពេលដែលយើងដាក់ពងទាទៅវាធ្វើឲ្យពេលដែលពងទាឆ្អិនធ្វើឲ្យឆារបស់យើងហ្នឹងប៉ែមើលទៅទំនងឆ្ងាញ់បងប្អូនឥឡូវគឺថាបានមីស្ទ័រតិចខ្ញុំដាក់ទឹកឆាបន្តិចទៀតក្នុងការឆាក្តាមស្រែឬក៏ក្តាមសមុទ្រហ្នឹងឆារបៀបឆាតែមួយទេបងប្អូនគ្រាន់ថាបងប្អូនចូលចិត្តហូបក្តាមអីបងប្អូនឆាក្តាមហ្នឹងទៅតែបើការឆាហ្នឹងគឺថាឲ្យតែមានទឹកឆាគឺម្ហូបបងប្អូននឹងឆ្ងាញ់ហើយពេលដែលខ្ញុំចាក់ពងទាហ្នឹងខ្ញុំដាក់ពងទាឲ្យវារៀងឆ្អិនសិនណាឲ្យវារៀងឆ្អិននេះបើខ្ញុំឆាពងទាតាមក្រោយហើយបងប្អូនណារសជាតិបងប្អូនឃើញសាមញ្ញណាប៉ុន្តែរសជាតិឆ្ងាញ់ខ្លាំងមែនតើឆ្ងាញ់ទៅលិតដៃសាកូនក៏អត់សូវចំណូលខាងក្តាមហ្មងទេម្លោះហើយយូរក៏ខ្ញុំឆាម្ដងទៅហើយដល់ពេលឆាខ្ញុំក៏បានហូបច្រើនដែរព្រោះឯងខ្ញុំហូបតែក្តាម1 2ហ្នឹងគឺថាឆ្អែតបាយបងប្អូនបើសិនតែយើងឆាលេងឆាហូបលេងក៏បានឆាខ្លែមក៏បានដែរអាហ្នឹងក៏ឆ្ងាញ់ម្យ៉ាងដែរឥឡូវបន្ទាប់ពីឆាខ្ញុំឆ្អិននេះខ្ញុំក៏បានដាក់ស្លឹកខ្ទឹមកូរតែ2 3ត្រឡប់គឺរួចជាស្រេចហើយបងប្អូនគឺថាងាយមែនតើហើយម្យ៉ាងទៀតបើសិនបងប្អូនចង់បានក្លិនកាន់តែឈ្ងុយបងប្អូនដាក់ជីវ៉ាន់ស៊ុយសារនៅមានចិត្តនេះអត់មានជីវ៉ាន់ស៊ុយខ្ញុំក៏ដាក់ស្លឹកខ្ទឹមទៅដើម្បីបានជំនួយពណ៌ឲ្យឆាហ្នឹងគឺថាបានកាន់តែល្អមើលតែបើរសជាតិវិញអូយឆ្ងាញ់សាហាវឥឡូវខ្ញុំបានដួសដាក់ចានហើយខ្ញុំដួសដាក់ចានមកហើយបងប្អូនមើលឆាក្តាមហើយចានតូចនេះយកឲ្យខាងម៉ែក្មេកខ្ញុំតិចតួចអញ្ចឹងណាហើយនៅផ្ទះនឹងសល់ក៏អត់ចោលដែរបងប្អូនគឺថាដាក់បាយមកច្បល់ជាមួយគ្នាព្រោះអីរសជាតិនឹងឆ្ងាញ់ហើយបងប្អូនតាមសុកស្រែដឹងស្រាប់អីនៅតាមសុកស្រែខែភ្លៀងអាចដើរចាប់ក្តាមចាប់អីអូយកមកឆាគឺថាអត់ចំណាយលុយទេបងប្អូនអ្នកបងប្អូនឥឡូវខ្ញុំបានដួសដាក់ចានហើយបងប្អូនមើលពិសាបាយមួយខ្ញុំទាំងអស់គ្នាណាឆាក្តាមរសជាតិប្រៃផ្អែមឆ្ងាញ់ណាស់បងប្អូនអើយបងប្អូនចេញសាបាយមួយទាំងអស់គ្នាអ្នកអូឆាក្តាមរសជាតិប្រៃផ្អែមឆ្ងាញ់ណាស់ហើយខ្ញុំមានជាមួយនឹងខួរក្តាមអាំងអំពីម្សិលមិញនេះនៅសល់កដៅហើយបងប្អូនហើយមានជាមួយនឹងម្ជូរខួរក្តាមស្លឹកអំពិលក៏នៅសល់ដែរឆាក្តាមរសជាតិប្រៃផ្អែមឆ្ងាញ់ណាស់បងប្អូនយកក្តាមសមុទ្រឆាក៏បានដែរសំខាន់ទឹកឆារបស់ខ្ញុំគឺពិសេសតែម្ដងឆ្ងាញ់មែនណាGì? Hát đàn con làm ớt Nè Mấy cây đang còn tiền đó
Tiếp đan thì tôi ăn miếng sạch đi. Bọc ôn trong cha hộp lên các bạn này. Nhanh không? Nó tội côn nha. Rồi đại chan mình đã nha. Hãy bọc ôn cha tới khang mình tên. Bọc ôn trong cha hộp lên, cắt thôi tự cha đó. Bọc nhóm đi hộp lên các bạn này. Rồi thịt mà là mỏm nhanh. Trong video này mình đang bọc ôn đặt ra cha cả đám rồi chiết prai và em bọc nhóm mình đang tế ở con bọc ôn để ban streamer video bọc nhóm tăng bị đam đã chop á. Chứ bọc ôn mình sập hiệp đó sầm nàng đó cực nia. Hãy bọc ôn mơ sọ để sẵn nhưng cắt luôn ấy nhé. Nè cắt luôn ấy cho cái chọn cắt luôn ấy tới. Hay dân tròn cho má nè. Tròn mơ tay về hiện ở về nét cắt ở khang khỏi tí tới rồi bọc ôn hơi sợ nhau mấy. Nè. Cây smart này nó đi được sang tật hay đại với xua tật cái bàn tròn này là chẳng ở con cha đan thì bị đi trước khi về đậu cái thế này. Bye bye.